សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំមានរឿងពិសេសមួយចង់បង្ហាញរបស់អ្នកទាំងអស់គ្នានោះគឺត្រីបេតាពី3ប្រទេសគឺកម្ពុជាវៀតណាមនិងឥណ្ឌូនេស៊ីប្រទេសនីមួយមានលក្ខណៈពិសេសពណ៌សម្រស់និងរចនាប័ទ្មខុសគ្នារបស់ត្រីបេតាឥឡូវនេះយើងមកមើលពីអ្វីដែលធ្វើឲ្យពួកវាប្លែកនិងអស្ចារ្យត្រីបេតាកម្ពុជាចាប់ផ្ដើមពីត្រីបេតាកម្ពុជាមុននោះកម្ពុជាត្រូវបានគេស្គាល់ថាជាប្រភពដើមរបស់ត្រីបេតាផ្នែកព្រៃនិងប្រពៃណីជាពិសេសត្រីបេតាប្រភេទ Plaquette ដែលមានកម្លាំងខ្លាំងត្រីបេតាកង់ពូជាមានរាងកាយរឹងមាំនិងសាច់សម្ទាវីក្បាលខ្លាំងធ្វើឲ្យពួកវាសកម្មខ្លាំងនិងឈ្លានពានជាតិលក្ខណៈពិសេសរបស់វាគឺពណ៌ Cambodian Patternរាងកាយពណ៌ស្រាលឬស្លេកខណៈដែលកន្ទុយនិងស្លាបតែងតែពណ៌ក្រហមចែងចាំងស្លាបរបស់ពួកវាមិនយូរដូចបេតាផ្សេងទេប៉ុន្តែត្រីជាតិជាប់ខ្លាំងនិងថែរក្សាយ៉ាងងាយត្រីបេតាកម្ពុជាមានសោភ័ណភាពសាមញ្ញប៉ុន្តែមានអំណាចជាមួយកន្ទុយពណ៌ក្រហមនិងរាងកាយពណ៌ស្រាលវាធ្វើឲ្យវាឈររឹងដូចយុទ្ធជនតូចម្នាក់ត្រីបេតាវៀតណាមបន្ទាប់មកយើងមកមើលត្រីបេតាវៀតណាមប្រទេសវៀតណាមមានត្រីបេតាព្រៃជាច្រើនដូចជាបេតាEmbellis ដែលផ្ដល់នូវភាពស្រស់ស្អាតធម្មជាតិនិងសោភ័ណភាពបែបសាមញ្ញត្រីបេតាវៀតណាមភាគច្រើនមានពណ៌ធម្មជាតិដូចជាបៃតងខៀវចាស់និងពណ៌មេដាលីចែងចាំងរាងកាយវាស្ដើងជាងហើយមានអាកប្បកិរិយាស្ងប់ស្ងាត់ជាងត្រីបេតាផ្សេងត្រីបេតាវៀតណាមជាច្រើនមានពណ៌ភ្លឺបៃតងខៀវលើសម្បុកដែលធ្វើឲ្យវាមើលទៅដូចមកពីព្រៃឈើឬទឹកធម្មជាតិជ្រៅត្រីបេតាប្រភេទនេះសមស្របសម្រាប់អ្នកដែលចូលចិត្តត្រីបែបធម្មជាតិស្ងប់ស្ងាត់និងមានសោភ័ណភាពព្រៃត្រីបេតាឥណ្ឌូនេស៊ីចុងក្រោយយើងមកដល់ត្រីបេតាឥណ្ឌូនេស៊ីមានឈ្មោះល្បីលើពិភពលោកថាជាប្រទេសផលិតរីបេតាបែប Fancy ដែលមានពណ៌ច្រើននិងលក្ខណៈប្លែកត្រីបេតារបស់ពួកគេមានពណ៌ចម្រុះដូចជាលឿងក្រហមស្វាយខៀវសពណ៌ខ្មៅនិងលីពណ៌ជាច្រើនពូជដ៏ល្បីមានដូចជា Nemo, Galaxy, Samurai និង Fancy ខុយភាគច្រើនមានកន្ទុយធំនិងរាងស្លាបធំដូចជា Half Moon និង Jumbo ត្រីបេតាឥណ្ឌូនេស៊ីមើលទៅដូចស្នាដៃសិល្បៈលក្ខណៈពណ៌លីច្រើននិងលំនាំស្អាតធ្វើឲ្យត្រីនីមួយលេចធ្លោដូចផ្ទាំងគំនូរពួកវាជាត្រីដែលទាក់ទាញភ្នែកនិងធ្វើឲ្យអាំងឆ្អឹងណាមួយកាន់តែស្រស់ស្អាតចប់ការពិពណ៌នានឹងនេះគឺជាពិភពស្រស់ស្អាតនៃត្រីបេតាពីកម្ពុជាវៀតណាមនិងឥណ្ឌូនេស៊ីប្រទេសនីមួយមានអ្វីពិសេសកម្ពុជាមានត្រីរឹងមាំនិងរចនាប័ទ្មប្រពៃណីវៀតណាមផ្ដល់ភាពស្រស់ស្អាតធម្មជាតិនិងពណ៌មេដាលីឥណ្ឌូនេស៊ីបង្ហាញពីពណ៌ចម្រុះដូចសិល្បៈសូមអរគុណសម្រាប់ការទស្សនាហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាសប្បាយចិត្តជាមួយការស្គាល់ត្រីបេតាអស្ចារ្យទាំងនេះកុំភ្លេច Like Comment និង Subscribe ដើម្បីទទួលបានវីដេអូថ្មីអំពីត្រីបន្តជួបគ្នាវីដេអូក្រោយ